อันนั้นสตรอเบอรี่บานาน่า no No, no, no. no ឆ្ងាញ់អត់អូនក៏វិបានអញ្ចឹងមែនតែមិនមែនមានន័យថាអត់ឆ្ងាញ់ទេប្រែងយើងឯងនេះខ្ញុំធ្វើទឹកក្លុកស្ទ្រូប៊េរីហើយនឹងចេកឲ្យកូនញ៉ាំហើយគ្រឿងផ្សំខ្ញុំមានតែស្ទ្រូប៊េរីចេកហើយនឹងទឹកដោះគោឯងនិយាយរួមទៅឈ្មោះម៉ណុយហ្នឹងគឺឈ្មោះគ្រឿងផ្សំតែម្ដងពោះចេកខ្ញុំប្រើចេកដំបងកន្លះផ្លែយើងដាក់មួយផ្លែក៏បានតែម៉ាស៊ីនកិនខ្ញុំនេះវាក្តឹបម៉ាស៊ីនកិនអញ្ចឹងវាតិចពេកពោះស្ទ្រូប៊េរីខ្ញុំប្រើជាប្រភេទស្ទ្រូប៊េរីកកខ្ញុំដាក់ប្រហែលជា5 6ផ្លែពោះទឹកដោះគោវិញខ្ញុំប្រើប្រាស់ទឹកដោះគោ A2 ដែលទឹកដោះគោហ្នឹងកូនខ្ញុំញ៉ាំរាល់ថ្ងៃដែរអញ្ចឹងម៉ណុយមួយនេះសម្រាប់កូនចាប់ពីអាយុ1 ខួបឡើងគឺយើងអាចឲ្យគាត់ញ៉ាំបានហើយទឹកដោះគោ A2 នេះគឺអត់មានដាក់ជាតិស្ករបន្ថែមទេផលិតសុទ្ធពីទឹកដោះគោស្រស់ 100% ដែលបើកហើយគឺយើងអាចទុកក្នុងទូទឹកកកបានពោះប្រអប់តូចនេះពេលម៉ែបើកហើយទុកក្នុងទូទឹកកកត្រឹម24ម៉ោងបានហើយតាមការណែនាំរបស់ទឹកដោះគោធម្មតាខ្ញុំចាក់ឲ្យកូនញ៉ាំតាមខាងលើនេះតែបើពេលខ្ញុំយកមកក្លុកទឹកផ្លែឈើអញ្ចឹងកាត់តាមចំហៀមនេះវាស្រួលចាក់កាត់ហើយក៏បិទទៅតាមនឹងវិញដែរតាមភ្លីរបស់គេហ្នឹងទឹកដោះគោ A2 Full Cream នេះគឺសម្បូរកាល់ស្យូមបើសិនជាម៉ែពេលខ្លះមានអារម្មណ៍ថាទឹកដោះគោសុទ្ធក៏អត់សូវចង់ញ៉ាំអាចច្នៃជាមនុយប្លែកៗបែបនេះឲ្យកូនញ៉ាំជាពិសេសនៅពេលដែលយើងតែផ្សាំកូនឲ្យចេះញ៉ាំទឹកដោះគោដំបូងហើយបរិមាណនេះខ្ញុំចាក់ទៅល្មមមកកូនញ៉ាំហ្មងជាកូនមិនញ៉ាំច្រើនអញ្ចឹងយើងមិនដាក់ដល់បរិមាណច្រើនបែបនេះក៏បានដែរតែដោយសារតែខ្ញុំថ្ងៃនេះអត់មានធ្វើអាហារសម្រន់អីឲ្យកូនញ៉ាំទេអញ្ចឹងឲ្យកូនញ៉ាំជាប្រភេទទឹកក្លុកផ្លែឈើនេះសុទ្ធហ្មងខ្ញុំចូលចិត្តក្លុកទឹកផ្លែឈើឲ្យកូនញ៉ាំជាងគៀបដោយសារតែវាសម្បូរ fiber ជាងនិយាយថាវានៅទាំង fiber វានៅអីគ្រប់បែបយ៉ាងទាំងអស់នៅខាងក្នុងហ្នឹងហើយដាក់ទៅយកឲ្យកូនបឺតធម្មតាទៅកូនគាត់ចូលចិត្តដែរណាមួយ strawberry ដែលខ្ញុំប្រើហ្នឹងជាប្រភេទ strawberry កកអញ្ចឹងខ្ញុំអត់ប្រើតកកថែមេវាតិចកូនខ្ញុំចូលចិត្តហ្មងហើយឃើញអត់ចាក់ទៅមកល្មមមកកែវកូនខ្ញុំឲ្យនៅសល់ក្នុងហ្នឹងបន្តិចចាគឺខ្ញុំហ្នឹងឯងពីដើមឡើយក៏វាក្បាលអត់អត់ឆ្ងាញ់ទេដល់ពេលបឺតមកសន្ទុះគឺថាកាន់កែវលែងប្រឡែងតែម្ដងតម្រាំតែគាត់ជ្រាបថារបស់ឆ្ងាញ់គឺត្រូវការពេលវេលារបស់គាត់ដែរថាឲ្យនៅស្រកសូឆ្ងាញ់ពីដើមហ្មងងាយទេប៉ុន្តែហើយគឺទៅហើយគឺបឺតយកហើយកែវនេះគឺថាដឹងតែដាច់បាត់ហើយកូនខ្ញុំតែអញ្ចឹងធ្វើចរិតតែអញ្ចឹងពេលខ្លះទៅចូលចិត្តប្រាំងយើងដែរហ្នឹងណា